อรุณสุสดิ์ថ្ងៃ3 មេសាព្រឹកនេះខ្ញុំកណាអាត្មាភាពជាមួយនឹងអាជ្ញាធរដែនដីបានប្រគល់ផ្ទះមួយខ្នងជូនដល់បងអូនប្រុសពិការភ្នែកទាំងពីរដែលគាត់បានមកសុំអាត្មានឹង2 ឆ្នាំមកហើយតែដោយអាត្មាជាប់ធរៈហើយក៏ឆ្លៀតពេលចុះទៅមើលដល់កន្លែងរស់នៅរបស់គាត់ផ្ទាល់ឃើញថាពិបាកមែនសូម្បីតែផ្ទះកន្លែងរស់នៅនឹងក៏គួរឲ្យអណោចអធមដែរចម្រើនពរគាត់ពិការភ្នែកតែកាយកម្លាំងឲ្យមាំមួនវត្តមានរវល់ដូចជាច្រូតកាត់បោកស្រូវអីគាត់អាចមកជួយបោកជួយលីអីបានចម្រើនពរគាត់ក៏មានបងប្អូនដែរប៉ុន្តែគ្នាសុទ្ធតែមានជីវភាពខ្វះខាតដោយក្តីអាណិតអាសូរអាត្មាក៏បានសម្រេចចិត្តសាងសង់ផ្ទះដែកមួយដែលមានទំហំ4 ម៉ែត្រគុណនឹង5 ម៉ែត្រពចាក់សាបបេតុងឡើងផុតពីដីបន្តិចសសរដែកជញ្ជាំងដែកប្រក់ដែកហើយមានទ្រាប់អ៊ីស៊ីឡង់មួយជាន់ដើម្បីការពារកម្ដៅជូនដល់គាត់ឲ្យរស់នៅបានសុខសាន្តដូចជាមានប្រសាសន៍ញាតិញោមបងប្អូនទាំងអស់គ្នាថាជីវិតរស់នៅប្រចាំថ្ងៃដែលឲ្យប្រសើរនោះគឺការចែកម្លែកធ្វើសេចក្តីល្អនឹងឯងកាលណាយើងស្លាប់ទៅយើងលែងបានធ្វើអំពើល្អហើយញាតិញោមបងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជាយើងមានផ្ទះនៅមានទ្រព្យសម្បត្តិហូរហៀចាយមិនអស់នេះគួរណាស់តែចែកម្លែកដល់អ្នកដែលគ្នាអត់ទៅបានប្រើប្រាស់ជាបុណ្យមួយផងដែរណាក៏សារជាថ្មីម្ដងទៀតសូមជូនបុណ្យដល់ញោមម្ចាស់ទានទាំងអស់ដែលបានរួមចំណែកជាមួយខ្ញុំគណៈអាត្មាភាពនិងញោមដែលបានប្រគេនបច្ច័យក្នុងសេចក្តីដើម្បីសង្ឃហធម៌សង្គ្រោះចែកម្លែកដល់អ្នកជួបទុក្ខលំបាកមនុស្សចាស់មនុស្សឈឺមនុស្សពិការជាដើមក៏នេះជាទង្វើល្អជាកុសលធម៌មួយដែលយើងត្រូវធ្វើឲ្យពេលដែលយើងនៅរស់ក៏សូមបានបុណ្យបានកុសលនេះគ្រប់គ្នារួមទាំងអ្នកមើលផងហើយបុណ្យនេះចម្រើនដល់ព្រះជាណាចក្រកម្ពុជាសូមឲ្យបានសុខសាន្តតរៀងទៅហើយក៏សូមថ្លែងអំណរអគុណដល់ក្រុមប្រឹក្សាឃុំអង្គររាជសូមថ្លែងអំណរអគុណដល់លោកមេភូមិពញាលៀងដែលបានរួមចំណែកក្នុងកិច្ចការងារនេះលោកមេភូមិបានចូលបច្ច័យចំនួន 10,000 រៀលណានិងសម្ភារៈមួយចំនួនហើយសម្ភារៈមួយចំនួននេះបាននាំមកពីវត្តខ្លះនឹងទិញគេនៅផ្សារខ្លះដើម្បីយកមកជូនបងអូនសម្រាប់ថ្ងៃឡើងផ្ទះនេះណាជូនប៉ុនដល់ម្ចាស់ទៀនដោយបានរៀបនាមកាលពីផ្ទះមុនមកហើយណាក៏មានលោកយាយបាសិកាតែសុឡាងលោកតាបាសកកាំងពំលាកញោមឧបាសិកាមីផាសារីនិងញាតិញោមដតីទៀតដែលបានរួមចំណែកចូលបច្ច័យដើម្បីញ៉ាំងកិច្ចការជាកុសលនេះឲ្យកើតឡើងក៏អញ្ចឹងផ្ទះទាំងអស់នេះបានធ្វើរួចរាល់ហើយពេញចិត្តទេបាយអញ្ចឹងទុកអ្នកថ្ងៃឡើងផ្ទះជាទួតពីយូរណាអូលើកហ៎50 គីឡូលើករួចទេអូពីការទៅភ្នែកមែនណាហ្នឹងហើយចូលទៅលាកជើងវិញសម្រាប់គាត់នោះដល់អស់ចាអូមានតែជើងហើយមានតែនៅអញ្ចឹងដែរដែរហូបអូយសោកស្ដាយណាស់អូនហើយបើសិនជាបងអូនមានភ្នែកភ្លឺដូចគេឃើញផ្ទះអញ្ចឹងមិនដឹងថាសបាយនឹងប្រមាណគុណប្រមាណទ្វេទេណានឹងភ្នែកងឹតឲ្យមួយថ្ងៃឃើញតែដើរស្ទាបផ្ទះនឹងទៀតសប្បាយចិត្តណាស់ញាតិញោមអើយញាតិញោមណាសម្រាប់អ្នកអត់គ្នាប៉ុណ្ណឹងវាស្មើនឹងវិឡាបមួយគ្រឹះហើយមែនទេហ្នឹងហើយជំអានពោដូច្នេះសូមលោកអ្នកម្ចាស់ទាននឹងលោកអ្នកដែលបានប្រគេនបច្ច័យតាមរយៈអាត្មាទទួលបុណ្យឲ្យបានគ្រប់គ្នាណាហើយសូមបុណ្យដែលយើងបានធ្វើនៅក្នុងវេលានេះផ្សាយជូនដល់បងប្អូនជាសក្តិនៅជាដែនបងកងតបនៅសមរភូមិមុខក៏សូមឲ្យគាត់បានទទួលបុណ្យនេះមួយចំណែកគឺសូមឲ្យព្រះរាជាណាចក្រកម្ពុជារបស់យើងបានសុខសាន្តតរៀងទៅកុំបីខាតខានឡើយអញ្ចឹងពីពេលនេះទៅអាត្មារួមជាមួយនឹងក្រុមប្រឹក្សាឃុំអង្គររាជលោកមេភូមិពញាលៀងក៏នឹងសពរដ្ឋជនម្ចាស់ទៀតទាំងអស់សូមប្រគល់ផ្ទះជូនដល់ប្អូនពិការបានរស់នៅដោយសេចក្តីសុខសាន្តណាលើគេ
ថាផ្ទះនឹងស្អាតណាស់ហើយដើរស្ទាបតាំងពីម្សិលចូលមើលណាទ្វារចូលដឹងកន្លែងចូលទៀតដោះស្បែកជើងទៀត